Okay, jadi sudah nak ni kalau yang merian vocabulary ជាភាសាបារាំងមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងចំណីអាហារនៅភេសជ្ជៈហើយបច្ចុប្បន្នខ្ញុំកំពុងតែនៅហាងកាហ្វេមួយនៅទីរួមខេត្តសៀមរាបផងដែរអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះយើងចាប់ផ្ដើមមកគ្នាទី1គឺពាក្យថាហាងកាហ្វេផ្ទាល់នឹងតែម្ដងដែលភាសាបារាំងក៏គេប្រើពាក្យកាហ្វេដែរអញ្ចឹងនៅពេលថាយើងចង់ទៅហាងកាហ្វេជាភាសាបារាំងគេនិយាយថា Je vais au café Je vais au café បើតែយើងទៅហាងកាហ្វេណាហ្នឹងហើយហើយមួយទៀតគឺកាហ្វេហ្នឹងហាងកាហ្វេខ្លះក៏ជាភាសាបារាំងមានឈ្មោះមួយទៀតគេហៅថាកាហ្វេតេរីយ៉ាណាកាហ្វេតេរីយ៉ាហ្នឹងគឺជាហាងកាហ្វេដែរប៉ុន្តែមានលក់ចំណីអាហារមានលក់របស់ញ៉ាំដែរហ្នឹងហើយហើយចំណែកនៅសាកលវិទ្យាល័យវិញសម្រាប់កន្លែងលក់ចំណីអាហារគេអាចហៅថា La Cantine ហើយបើមិនចឹងទេមានមួយទៀតគេហៅថា Restaurant Universitaire ឬក៏ Resto Ui ដែលជាភោជនីយដ្ឋាននៅក្នុងសាកលវិទ្យាល័យដែលសិស្សនិស្សិតលោកគ្រូអ្នកគ្រូអាចស្រះស្រូបអាហារញ៉ាំនៅទីនោះបានផងដែរក្រៅពីនឹងផងដែរសម្រាប់ភោជនីយដ្ឋានទូទៅគឺយើងហៅថា Restaurant ហ្នឹងណាខ្មែរយើងក៏ប្រើពាក្យ Restaurant តែបើបកប្រែជាខ្មែរយើងគឺគេហៅថាភោជនីយដ្ឋានហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងចេះពាក្យពាក់ព័ន្ធនឹង Restaurant អីផ្សេងៗហើយឥឡូវយើងចេះពាក្យមួយទៀតគឺពាក់ព័ន្ធនឹងការញ៉ាំអាហារណាជាទូទៅយើងញ៉ាំអាហារមួយថ្ងៃ3ពេលអញ្ចឹងអាហារពេលព្រឹកអាហារពេលថ្ងៃនិងអាហារពេលល្ងាចអញ្ចឹងនៅក្នុងភាសាបារាំងសម្រាប់អាហារពេលព្រឹកគឺគេហៅថា le petit déjeuner អញ្ចឹង le petit déjeuner ហ្នឹងខ្មែរយើងបកប្រែថាអាហារពេលព្រឹកចំណែកអាហារពេលថ្ងៃត្រង់វិញគឺយើងដក petit ចេញមកគឺយើងហៅថា le déjeuner នេះគឺជាអាហារថ្ងៃត្រង់ហើយចុងក្រោយគឺអាហារពេលល្ងាចគឺ le dîner គឺជាអាហារពេលល្ងាចមួយទៀតនៅពេលដែលយើងទៅភោជនីយដ្ឋានហ្នឹងគឺភោជនីយដ្ឋានខ្លះគេមានជា formula ជា set របស់គេហ្មងណាអញ្ចឹងជាទូទៅគេបែងចែកជា3ដែរទី1គឺគេហៅថា entrée ហើយ entrée គឺជាម្ហូបបែប starter ដែលគេញ៉ាំត្រពោះស្រាលៗណាហើយបន្តមកទៀតគឺចូលដល់អាហារចម្បងគេហៅថា le plat principal ដែលអាហារដែលយើងញ៉ាំដើម្បីឆ្អែតតែម្ដងហើយបន្តមកចុងក្រោយគឺ le dessert នេះគឺជាបង្អែមហើយនៅពេលដែលយើងញ៉ាំបាយអីហើយយើងញ៉ាំបង្អែមហើយយើងច្បាស់ជាពេលខ្លះយើងត្រូវការញ៉ាំទឹកអញ្ចឹងទឹកហ្នឹងគឺនៅពេលដែលយើងចង់បានទឹកមួយថូយើងអាចនិយាយថា in cacao d'eau ហ្នឹងគឺយើងគឺជាទឹកមួយថូដល់ពេលយើងចង់បានទឹកសុទ្ធមួយដបអញ្ចឹងណាពីភាសាបារាំងគេអាចនិយាយថា une bouteille d'eau ពាក្យមួយទៀតគឺពាក់ព័ន្ធនឹងភេសជ្ជៈដែលពាក្យភេសជ្ជៈនេះជាភាសាបារាំងគេហៅថា le boisson នឹងភេសជ្ជៈទាំង boisson វាមានច្រើនប្រភេទមានលើកាហ្វេមាន cheese de fruits cheese de pomme cheese de rang ហ្នឹងគឺជាប្រភេទទឹកផ្លែឈើស្រស់ហើយកាហ្វេគឺកាហ្វេយើងញ៉ាំហើយក៏មានជាប្រភេទភេសជ្ជៈផ្សេងទៀតដែរហ្នឹងហើយអញ្ចឹងបន្ទាប់ពីចេះពីភេសជ្ជៈនិងចំណីអាហារយើងចេះកំងអត់អញ្ចឹងក្នុងភាសាបារាំងគឺគេមាន form politesse គេមួយដែលគេប្រើឲ្យក្នុងការនិយាយឲ្យមានភាពគួរសមអញ្ចឹងណាគឺគេប្រើ je voudrais ឬក៏មួយទៀតគេប្រើពាក្យ j'aimerais និង je voudrais ពីរនឹងអ្នកគ្នាអាចប្រើបានប៉ុន្តែគេអត់ប្រើ je veux ទេដោយសារ je veux វាអត់សូវ politesse ហ្នឹងហើយបន្ទាប់ពីយើងប្រើ je voudrais ហើយនិង j'aimerais ហើយគឺយើងប្រើមួយទៀតហ្នឹងគឺ s'il vous plaît អញ្ចឹង s'il vous plaît ហ្នឹងគឺយើងមិនគួរចោលវាទេត្រូវតែមានពេលយើងនិយាយយើងកំងឬក៏យើងចង់បានអីមួយណាអញ្ចឹងសម្រាប់វីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់ហើយបើសិនមកអ្នកនរគ្នាចង់រៀនភាសាបារាំងជាមួយនឹងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលពោរពេញទៅដោយបទពិសោធន៍ខ្ពស់ហើយនឹងរៀនជាមួយនឹងលោកគ្រូអ្នកគ្រូជំនាញដើមទៀតនោះអ្នកនរគ្នាអាចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល Brahmi ជាមួយនឹងតម្លៃសិក្សាដ៏សមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញហើយសិក្សាចំនួន2ភាសាអ្នកនរគ្នានឹងទទួលបានការបញ្ចុះតម្លៃចំនួន 10% ផងដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយ